បងសាទរបងប្អូនទាំងអស់គ្នាមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាកំពុងតែចាប់ផ្ដើមធ្វើការងារមាន productivity មែនតើមានប្រសិទ្ធភាពជាងមុនមែនតើបាទយើងតើតើនឹងការប្រើប្រាស់នៅ AI bot គឺដល់នៅសក្តានុពលឲ្យបងប្អូនទាំងអស់គ្នាបានធំទូលំទូលាយមែនតើប៉ុន្តែវាគ្រាន់តែជាការចាប់ផ្ដើមបាទថាមពលក៏ដូចជាសក្តានុពលគឺនៅច្រើនទៀតមែនតើចឹងដើម្បីបងប្អូនទាំងអស់គ្នាអាចទាញយកនៅសក្តានុពលក៏ដូចជាផលប្រយោជន៍ពី AI របស់យើងបានបងប្អូនទាំងអស់គ្នាត្រូវតែ keep បន្តទាក់ទងនឹងការរៀនសូត្រជាប្រចាំទាក់ទងនឹងការប្រើប្រាស់បាទអញ្ចឹងយើងប្រើប្រាស់ទៅលើ tool ដែលមាននៅលើនេះផងហើយនឹងរបៀបដែលយើងសួរសំណួរល្អៗទៅកាន់ chat របស់យើងដើម្បីឲ្យវាឆ្លើយតបមកគឺបានល្អបាទអូខេអញ្ចឹងដើម្បីរៀនបន្ថែមគឺយើងមានកន្លែងមួយដែលបងប្អូនទាំងអស់គ្នាអាចទៅសិក្សាបន្ថែមបានបាទអញ្ចឹងខ្ញុំធ្វើវីដេអូនេះគឺជាមូលដ្ឋានមួយហើយប៉ុន្តែមានកន្លែងមួយទៀតដែលបានរៀបចំពេញលេញតែម្ដងបាទជាពិសេសបងប្អូនទាំងអស់គ្នាដែលចូលចិត្តនៅក្នុងការអានបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលមកកន្លែង support center បាទនៅទីនេះគឺមានពាក់ព័ន្ធជាមួយនឹងការណែនាំហ្នឹងគឺច្រើនមែនតើបាទបងប្អូនមើលនេះយើងមានការណែនាំនេះច្រើនមែនតើហើយធ្វើការបែងចែកទៅតាមក្រុមឲ្យទៀតបាទទៅតាមក្រុមឲ្យទៀតយើងមានជាភាសាអង់គ្លេសហើយក៏មានជាភាសាខ្មែរដែរអញ្ចឹងយើងដូរភាសានៅខាងលើនេះបាទអញ្ចឹងមួយជាភាសាខ្មែរមកអញ្ចឹងយើងអាចអានឬក៏ចុចតាមទៅតាមភាសាខ្មែរតែម្ដងណាងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសិក្សាជាមួយខ្ញុំតាមរយៈវីដេអូរបស់ខ្ញុំហើយក៏អាចសិក្សាជាមួយនឹងកន្លែង support របស់យើងនេះផងដែរបាទសូមអរគុណ